ថ្ងៃនេះខ្ញុំសូមចែករំលែកនៅព័ត៌មានលម្អិតអំពីវីរភាពរបស់មហាក្សត្រីម៉ាន់ឌូខៃក្នុងនាមជាអ្នកចម្បាំងពិតជាគួរឲ្យចាប់អារម្មណ៍ណាស់នាងមិនមែនត្រឹមតែជាអ្នករៀបចំរដ្ឋបាលនោះទេតែជានីតិហានដែលដឹកនាំទ័ពផ្ទាល់លើសមរភូមិវីរភាពរបស់ម៉ាន់ឌូខៃក្នុងនាមជាអ្នកចម្បាំងម៉ាន់ឌូខៃត្រូវបានគេចងចាំថាជាមេដឹកនាំដែលក្លាហានមិនខ្លាចអ៊ីញ៉ូតនិងមានយុទ្ធសាស្ត្រល្អដែលបានស្ដារកិត្តិយសនៃត្រកូលជេងគីសខានឡើងវិញ1ការបង្រួបបង្រួមតាមរយៈសង្គ្រាមនៅពេលដែលម៉ាន់ឌូខៃឡើងកាន់អំណាចម៉ុងហ្គូលីត្រូវបានបែងចែកជាច្រើនផ្នែកភារកិច្ចដំបូងរបស់នាងគឺការស្ដារសន្តិភាពថ្នាក់យោធាឡើងវិញកម្ចាត់ក្រុមអ៊ុយរ៉ាតគឺជាស្ត្រីប្រពៃណីរបស់ម៉ុងហ្គូលីភាគខាងត្បូងហើយជាក្រុមដែលមានអំណាចបំផុតនៅពេលនោះម៉ាន់ឌូខៃបានដឹកនាំកងទ័ពប្រយុទ្ធជាមួយអ៊ុយរ៉ាតហើយបានកម្ចាត់ពួកគេយ៉ាងរង្គាស់ជ័យជំនះដ៏ត្រចះត្រចង់នេះបានបង្រួបបង្រួមម៉ុងហ្គូលីឡើងវិញជាលើកដំបូងក្នុងរយៈពេលជាង100ឆ្នាំបង្ក្រាបការបះបោរនៅពេលដែលក្រុមអ៊ុយរ៉ាតព្យាយាមបះបោរម្ដងទៀតម៉ាន់ឌូខៃបានសម្រេចចិត្តវាយលុកតំបន់របស់ពួកគេដើម្បីបង្ក្រាបម្ដងទៀតផងនេះបង្ហាញពីភាពម៉ឺងម៉ាត់និងមិនចុះញ៉មរបស់នាងក្នុងការរក្សាសន្តិភាពនិងឯកភាពជាតិ 2. ការដឹកនាំពីជួរមុខ leading from the front អ្វីដែលធ្វើឲ្យរឿងរបស់ម៉ាន់ឌូខៃកាន់តែអស្ចារ្យគឺភាពក្លាហានផ្ទាល់ខ្លួនរបស់នាងពាក់មួកដែកនិងកាន់ដាវនាងមិនមែនជាអ្នកគ្រប់គ្រងដែលអង្គុយបញ្ជាពីក្នុងរាជវាំងនោះទេនាងបានពាក់មួកដែកនិងកាន់ដាវហើយប្រយុទ្ធជាមួយទាហានរបស់នាងនៅជួរមុខរបស់សមរភូមិវាយប្រហារទាំងមានកុភាកំណត់ហេតុមួយចំនួនបានលើកឡើងថានាងបានដឹកនាំការវាយលុកលើកងទ័ពស្ត្រីដែលរួមទាំងការវាយលុកទៅលើរាជវង្សមីងទាំងពេលនាងកំពុងមានកុភាថែមទៀតផងភាពអង្អាចនេះបានធ្វើឲ្យទាហានរបស់នាងមានស្មារតីខ្ពស់ហើយគោរពតាមនាងយ៉ាងខ្លាំងដោយដែលពួកគេធ្លាប់គោរពតាមជេងគីសខានដែរ 3. យុទ្ធសាស្ត្រយោធា Military Strategy ទោះបីជាមិនមានឯកសារលម្អិតអំពីយុទ្ធសាស្ត្រនីមួយៗក៏ដោយក៏នាងបានអនុវត្តយុទ្ធសាស្ត្ររបស់ម៉ុងហ្គូលីដោយជោគជ័យ 1. ការប្រើប្រាស់ទ័ពសេះនាងបានប្រើប្រាស់សក្តានុពលនៃទ័ពសេះដ៏ល្បីល្បាញរបស់ម៉ុងហ្គូលីដែលមានល្បឿនលឿននិងមានភាពបត់បែនខ្ពស់ 2. ការការពារព្រំដែនមីងនាងនិងដាយៀនខានបានបង្កើនសម្ពាធលើព្រំដែនរាជវង្សមីងពិសេសនៅតំបន់អដសដើម្បីឆ្លើយតបទៅនឹងការបិទព្រំដែនពាណិជ្ជកម្មនិងការសម្លាប់ទូតរបស់ម៉ុងហ្គូលីការវាយលុកនេះបានធ្វើឲ្យរាជវង្សមីងត្រូវពង្រីកមហាកំពាំងរបស់ខ្លួនយ៉ាងលឿនដើម្បីទប់ទល់ 3. យុទ្ធសាស្ត្រទ័ពព្រៃ Guerrilla Tactics ឯកសារខ្លះបានបញ្ជាក់ថានាងក៏បានប្រើប្រាស់យុទ្ធសាស្ត្រទ័ពព្រៃនិងការបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងកងកម្លាំងសត្រូវដែលមានចំនួនច្រើនជាងម៉ាន់ឌូខៃត្រូវបានគេចាត់ទុកជាមេដឹកនាំដែលមិនចេះខ្លាចដែលបានបន្សល់ទុកនូវបេតិកភាពដ៏រឹងមាំសម្រាប់កូនប្រុសរបស់នាងដែលយិនខានគ្រប់គ្រងបន្ត